ចូលរៀបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះនាងខ្ញុំមក unboxing បន្តទៀតហើយដោយដែលនាងខ្ញុំជម្រាបជូនចឹងថានាងខ្ញុំផុសវីដេអូជូនហើយនឹងផ្សព្វផ្សាយជូនតាក់ទងជាមួយនឹងផលិតផលខ្មែរដែលបងប្អូនផ្ញើមកអញ្ចឹងនាងខ្ញុំទទួលបានពីបងប្អូនស្រីហើយគាត់ផ្ញើមកគាត់ថាសាច់ក្រកសៀមរាបហើយសាច់ក្រកហ្នឹងគាត់ថាគាត់ទទួលជួយលក់ឲ្យអ៊ំមីងនៅខាងខេត្តសៀមរាបទេគាត់ធ្វើខ្លួនឯងណាចាដល់ពេលអញ្ចឹងទៅគាត់ផ្ញើឲ្យនាងខ្ញុំឥឡូវឆែកមើលទាំងអស់គ្នាហើយគាត់ថាទាំងអនាម័យទាំងគុណភាពទាំងរសជាតិគឺឆ្ងាញ់ហើយអីដែលសំខាន់ហ្នឹងគាត់ទៅតែចាញ់លក់ដំបងដែរទេហើយគាត់ថាដើមហេតុដែលគាត់ចង់លក់ហ្នឹងដោយសារតែគាត់ឃើញអ៊ំមីងនៅខាងសៀមរាបហ្នឹងគាត់ចាស់អស់ហើយគាត់ធ្វើខ្លួនឯងអញ្ចឹងណាអូអានេះគោចាគាត់ទៅសេមកអញ្ចឹងទៀតបងប្អូនទាំងអស់គ្នាចឹងនៅក្នុងពេលវេលានេះគឺមានតែពេលវេលាជួយគ្រប់គ្រងនិងផ្សព្វផ្សាយនៅផលិតផលរបស់ខ្មែរដែលធ្វើដោយជនជាតិខ្មែរប្រជាពលរដ្ឋខ្មែរអ៊ំពូមីងរបស់យើងនឹងទេពីព្រោះអីតែប៉ុន្តែសាច់ក្រកកាលពីមិនទាន់មានបិទព្រំដែនក៏មានការនាំចូលពីក្រៅប្រទេសមកដែរតែគាត់ថាពេលនោះវារបស់គេលើសលោកពេកទៅយើងអត់ដឹងថារបស់យើងមានអីគេខ្លះហើយអញ្ចឹងមិនដឹងថានៅពេលដែលបិទព្រំដែនហើយមិនដឹងថារបស់ខ្មែរយើងក៏ផលិតខ្លួនឯងបានច្រើនដែរហើយកាលណាតែយើងមានតម្រូវការទីផ្សារច្រើនអញ្ចឹងគាត់មានកម្លាំងផលិតអញ្ចឹងគាត់អាចធ្វើការផលិតដើម្បីចែកចាយបានកាន់តែច្រើនបន្តទៀតអញ្ចឹងណាតែវាសង្ឃឹមទៅលើអាស្រ័យទៅលើបងប្អូនគ្រប់គ្រងដូចគ្នាដែរទេបើសិនបើមិនមានការគ្រប់គ្រងក៏ពិបាកដែរគាត់ក៏បោះបង់ការផលិតឬក៏ឈប់ផលិតអីចឹងទៅហើយក៏បាត់បង់ចំណូលគាត់សេដ្ឋកិច្ចគាត់ធ្លាក់ចុះអីដូចគ្នាអញ្ចឹងនៅក្នុងអំឡុងពេលនេះនៅពេលដែលគេបិទព្រំដែនយើងមានតែជួយគ្នាទៅវិញទៅមកអញ្ចឹងណាបងប្អូនទាំងអស់គ្នាអានេះគេច្រកមកល្អទេតែដោយសារខ្ញុំទាញត្រឡប់តលិនទៅអានេះសាច់ក្រកសាច់ជ្រូកអូចាអត់ធំទេចាល្មមនេះរបស់ខ្មែរគេបងប្អូនដែលចង់ទិញចាកុំភ្លេចនេះខ្ញុំនឹងដាក់ account បងអូនស្រីជូនហើយតាក់ទងទៅលេខទូរស័ព្ទនិង account ផ្ទាល់តែម្ដងទៅចាអាចទិញបានហើយអានេះសាច់ក្រកគោចានិយាយរួមទៅគាត់ថាគាត់ឃើញអ៊ំយាយនៅខាងខេត្តសៀមរាបហ្នឹងគាត់ធ្វើគាត់អាណិតគាត់ជួយយកមកលក់តទេគាត់ជួយលក់ចាហើយគាត់ថាកុំបារម្ភតាក់ទងជាមួយនឹងសុខភាពហើយនឹងអនាម័យគឺល្អអូច្រើនមែនតើអានេះសាច់ក្រកគោបងប្អូនទាំងអស់គ្នាចានេះអូចាផលិតផលខ្មែរចាអានេះតតែចាំមើលសាក់អាំងញ៉ាំទៅមើលវារសជាតិឆ្ងាញ់ឬក៏យ៉ាងណាអីចឹងទៅចាំឲ្យ feedback បន្តទៀតបងប្អូនមើលតើឈ្ងុយគ្រឿងចាអរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចជួយគ្រប់គ្រងនៅផលិតផលខ្មែរស្នាដៃរបស់ខ្មែរដើម្បីជួយសេដ្ឋកិច្ចរបស់យើងបើទោះបីជាពិភពលោកកំពុងតែមានបញ្ហាហើយប្រជាពលរដ្ឋយើងមួយចំនួនគាត់កំពុងតែពិបាកដោយសារតែបញ្ហាបិទព្រំដែនមួយចំនួនតូចតែប៉ុណ្្នឹងទេគ្រាន់តែថាយើងងាកមកគ្រប់គ្រងនៅអ្វីដែលជារបស់ខ្មែរយើងមិនយូរមិនឆាប់ទេសហគ្រិនខ្មែរអ្នកផលិតរបស់ខ្មែរយើងនឹងកាន់តែមានសមត្ថភាពនៅក្នុងការផលិតបន្តហើយតម្រូវការកាន់តែច្រើនធ្វើឲ្យអាជីវកម្មរបស់គាត់កាន់តែរីកលូតលាស់អញ្ចឹងមិនយូរមិនឆាប់ទេផលិតផលរបស់ខ្មែរកាន់តែមានឱកាសទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិហើយកាន់តែរីកសាយភាយបន្តទៀតហើយបងអូនស្រីគាត់សូមអធិស្ឋានផងដែរគាត់ថាបញ្ញាប់យកមកភ្លាមដាក់មកភ្លាមទើបគាត់បានវេចខ្ចប់ឲ្យបានស្អាតបាត់សម្រាប់ថតអីចឹងមើលតែគាត់ថាសង្កត់បងប្អូនកុំប្រកែប្រកាន់ដោយសារអីដោយសារតែអានេះគាត់ខ្ចប់ផ្ញើនាងខ្ញុំទេប៉ុន្តែបញ្ញាប៉ុនអញ្ចឹងនៅពេលដែលគាត់ដាក់ឲ្យបងប្អូនគាត់នឹងវិចខ្ចប់ស្អាតជាងនឹងទៀតហ្នឹងហើយអរគុណច្រើនកុំភ្លេចតាក់ទងទៅបងអូនស្រីតាមរយៈ account ដែលនាងខ្ញុំដាក់ជូនជម្រាបលា